សង្វេតស្លឹកចំពោះនឹងពួកញាតិទាំងឡាយរបស់យើងគឺជាខេមរៈជាតិគឺទាំងវិរៈកងតបក្តីទាំងប្រជាពុទ្ធបរិស័ទក្តីគឺពិសេសគឺប្រជាពលរដ្ឋទូទៅទាំងអស់ដែលនៅជាដែនបានភៀសខ្លួនមកក្នុងបនេះកម្មវិធីនេះដែលយើងជាពុទ្ធសាសនិកពុំមានអាវុធអ្វីនឹងទៅតតាំងមានតែអាវុធដ៏ពិសេសគឺមេត្តាធម៌ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់នៃយើងដែលព្រះអង្គទ្រង់បានប្រទានទុកមកជាតម្រាយជាមេគាដ៏ត្រកាលសម្រាប់ពពួកសត្វទាំងឡាយយើងយកជីវិតបដិបត្តិហើយក្នុងឱកាសនេះខ្ញុំប្រកាសណាអាត្មាភាពក៏សូមអរគុណចំពោះព្រះករុណាគ្រប់ព្រះអង្គដែលនិមន្តមកអំពីទិសផ្សេងពីវត្តដតីបានមកចូលរួមនៅក្នុងឱកាសនេះដោយលះបង់នៅពេលវេលាមកចូលរួមដើម្បីបំពេញជាប្រយោជន៍រួមទាំងអស់គ្នាកណាហើយជាថ្មីម្ដងទៀតខ្ញុំកណាក៏សូមថ្លែងអំណរអរគុណនិងអរគុណចំពោះទុក្ខប្រតិបករុណាតាមវត្តតាមបណ្ដាវត្តដែលលោកមានសទ្ធាជួយទំនុកបំរុងជាគ្រឿងឧបភោគបរិភោគដែលខ្ញុំកណាជាមួយនឹងព្រះអង្គលេខានឹងបានរៀបចំមកករណីដទៃទៀតជាព្រះមន្ត្រីសង្ឃស្រុកបានឯកភាពគ្នាដើម្បីបំពេញនៅប្រយោជន៍រួមបង្កើតឡើងជាមូលនិធិដើម្បីត្រួតត្រងចំពោះជនភៀសសឹកមួយចំណែកនឹងលេលោករៀបចំជាស្បៀងសម្រាប់បញ្ជូនទៅកងទ័ពជើងមុខដែលលោកលះបង់នៅកាលវេលាលះបង់នៅសេចក្តីសុខរបស់ខ្លួននៅពេលនេះយើងនៅទីនេះកំពុងតែមានធម្មាសនៈមាននិស័យតនៈមានកម្រាលអង្គុយដ៏សំស្គួរហើយមិនមានសត្វទាំងឡាយរំខានតើនៅសមរភូមិថ្មនេះតើអ្វីដែលជាឧបសគ្គសម្រាប់លោកដែលជាវីរៈកងទ័ពមិនដឹងថាបានបាយបានទឹកហើយឬនៅដូច្នេះរាល់អំពើនឹងប្រកាយវិការនិងកាយវិការដ៏ប្រពៃរបស់ព្រះករុណាគ្រប់ព្រះអង្គនិងអស់លោកជាពុទ្ធបរិស័ទទាំងឡាយក៏ជាកម្លាំងមួយជួយដោយអំណាចនៃបុណ្យកុសលដែលយើងទាំងអស់គ្នាបានបំពេញកន្លងមកនេះសូមជូនចំពោះទៅវិបាកបដិសន្ធិរបស់លោកដែលបានលះបង់នៅជីវិតហើយចំណែកលោកកំពុងតែកាន់អាវុធការពារទឹកដីនោះដោយអានុភាពនៃការចម្រើននៅព្រះបរិត្តក្តីជានឹងនមស្ការចំពោះគុណបរតនត្រ័យក្តីដោយអានុភាពនៃបរតនត្រ័យក៏សូមបានជាកំពែងដ៏ពិសេសដើម្បីការពារនៅភយន្តរាយផ្សេងនឹងបានជាគ្រឿងបិទបាំងជាអាវក្រោះដ៏ប្រពៃសម្រាប់ការពារនៅភយន្តរាយផ្សេងដល់វីរៈកងទ័ពយើងដែលកំពុងតែលោកការពារទឹកដីដើម្បីសេចក្តីសុខសេចក្តីចម្រើនសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងប្រទេសហើយក្នុងវេលាគ្រានេះខ្ញុំកណាក៏សូមអរគុណចំពោះព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គហើយនឹងសូមថ្លែងអំណរគុណដល់អស់លោកជាសម័យទានជាសម័យបុណ្យដែលបានលះបង់នៅពេលវេលាចំណាយនៅថវិកានិងទេយ្យវត្ថុផ្សេងជាពិសេសក្នុងឱកាសនេះចាត់ចែងលើភេសជ្ជៈទាំងឡាយសម្រាប់គ្រប់គ្រងព្រះសង្ឃដែលលោកចូលរួមក្នុងកម្មវិធីដែលជាបានកំណត់រៀបចំធ្វើនៅក្នុងឱកាសពេលនេះដោយអំណាចនៃបញ្ញរិទ្ធដ៏វិសេសនេះខ្ញុំប្រកាសអាត្មាភាពតំណាងករុណាម្ចាស់គ្រប់ព្រះអង្គដែលជាតំណាងសាលានុគុណស្រុកឯកភ្នំទាំងមូលតែម្ដងក៏សូមថ្លែងអំណរគុណនិងអរគុណចំពោះទឹកបតីទឹកចិត្តរបស់ព្រះករុណាគ្រប់ព្រះអង្គនិងអស់លោកជាពុទ្ធបរិស័ទសូមបានសម្រេចនៅប្រយោជន៍ទាំងឡាយជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នាដែលជាគ្រឿងប្រាថ្នាចង់បានគឺសេចក្តីសុខទាំងលោកនេះនិងទៅលោកខាងមុខគឺប្រាថ្នានេះឯងជាវត្ថុចម្បង
ដ៏ពិសេសទាំងឲ្យយើងពុំមានអ្វីក្រៅអំពីសេចក្តីសុខនោះទេការរស់នៅមានជីវិតបច្ចុប្បន្នក៏ប្រាថ្នាចង់បាននៅសេចក្តីសុខនឹងទៅបរលោកក៏ចង់បាននៅសេចក្តីសុខហើយសេចក្តីសុខបែបបរលោកគឺរួចចាកអំពីអបាយភូមិទាំង4បានជាពិសេសក៏សូមឲ្យបានសម្រេចនៅសម្បត្តិទាំងឡាយ3ប្រការសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានបព្វករណានិងអស់លោកទាំងឡាយមានសេចក្តីពងប្រាថ្នាយ៉ាងណាក៏សូមឲ្យបានសម្រេចទៅតាមទឹកប្រតិនិងទឹកចិត្តរបស់បព្វករណានិងអស់លោកបានតាំងចិត្តប្រាថ្នាសច្ចាទិដ្ឋានដល់បានគ្រប់ព្រះអង្គនិងគ្រប់គ្នាក៏សូមចម្រើនពរសូមប្រគេនពរសូមអនុមោទនា